កូនមេឪពុកផ្កាឈើជាទីពេញចិត្តនៃមេឃ្មុំយ៉ាងណារបស់ស្អុយទាំងឡាយមានលិមួកនិងសាកសពជាដើមក៏ជាទីពេញចិត្តនៃសត្វរុយយ៉ាងនោះដែរបើកូនសម្លាញ់របស់ឪពុកមានកាយកម្មល្អមានវាចាល្អនិងមានចិត្តល្អរមែងប្រៀបដូចជាផ្កាឈើតែបើកូនមានកាយកម្មមិនល្អវាចាមិនល្អនិងចិត្តមិនល្អទេកូនក៏ប្រៀបបាននឹងរបស់ដែលស្អុយដែរកូនមានឪពុកក៏បីជ្រើសយកដោយខ្លួនឯងតែកូនត្រូវការឲ្យរុយវារោមឬត្រូវឲ្យឃ្មុំមកក្រេបបើកូនត្រូវការឲ្យឃ្មុំមកទុំក្រេបកូនត្រូវបប្រតិបត្តិខ្លួនឲ្យមានកាយកម្មល្អស្អាតវាចាល្អស្អាតនិងចិត្តល្អស្អាតពោលគឺកូនត្រូវជាមនុស្សមានសិលមានធម៌បើកូនប្រព្រឹត្តផ្ទុយពីល្អស្អាតកូនត្រូវបានជួបតែជាមួយរុយដែលនាំយកនៅសេចក្តីសៅហ្មងនិងសេចក្តីវិន័យមកដល់កូនជាពិតប្រាកដមេឃ្មុំក្រេបផ្កាមិនធ្វើឲ្យខូចផ្កាមានតែនាំយកលំអងកេសរទៅធ្វើជាទឹកផ្អែមឯខ្លួនឯងជាផ្កាសម្រាប់បានជាផ្លែញ៉ាំប្រយោជន៍ក្នុងលោកឲ្យបរិបូរណ៍នៅនឹងខ្លួនមេឃ្មុំមិនមានមេរោគមិនមានរបស់ស្មោករោគមានតែលំអងកេសរផ្កានេះជាឈ្មោះនៃមនុស្សល្អបើកូនជាមនុស្សផ្កាកូននឹងមានមនុស្សល្អមករកកូនញ៉ាំប្រយោជន៍ឲ្យទលំទលាយម្យ៉ាងទៀតមេឃ្មុំជាឈ្មោះនៃសិរីសួស្តី